ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺខ្ញុំមានកិច្ចពិភាក្សាមួយពាក់ព័ន្ធជាមួយនឹងទូកាហ្វេស្វ័យប្រវត្តិដែលបង្កើតឡើងដោយកូនខ្មែរយើងតែម្ដងអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅជួបមួយគាត់ទាំងអស់គ្នាជំរាបសួរបងជួយណែនាំខ្លួនទៅកាន់ទស្សនិកជនតិចទៅបាទជំរាបសួរពុកម៉ែបងប្អូនខ្ញុំឈ្មោះម៉ៅពិសិដ្ឋដែលជាសហស្ថាបនិកផ្សារកាហ្វេបងខ្ញុំឃើញទូកាហ្វេមួយនេះគឺខ្ញុំចាប់អារម្មណ៍ខ្លាំងមែនតើអញ្ចឹងបងអាចជួយប្រាប់ខ្ញុំពីលក្ខណៈពិសេសរបស់ទូកាហ្វេនឹងតិចបានអត់បាទទូកាហ្វេនេះដំណើរការប្រតិបត្តិការរបស់វាគឺអូតូតែទាំងអស់តែម្ដងមានន័យថាទិញទទួលលុយក៏អូតូលក់ក៏អូតូដែលអត់ចាំបាច់ត្រូវការមនុស្សអង្គុយចាំលក់កាហ្វេទូទៅដូចយើងទេបាទប្រតិបត្តិការអូតូទាំងអស់អូខេចុះពាក់ព័ន្ធជាមួយនឹងរបៀបនៃការប្រើប្រាស់ទូនឹងតើវាមានភាពងាយស្រួលមិនដែរបងទូកាហ្វេនេះដំណើរការប្រតិបត្តិការរបស់វាទទួលជាលុយខ្មែរសុទ្ធបាទវាអត់ទទួលលុយដុល្លារទេអូអត់ទទួលលុយដុល្លារបាទអត់ទទួលទេអញ្ចឹងនៅពេលដែលមានអ្នកទៅទិញគាត់គ្រាន់តែញាត់លុយចូលទៅអញ្ចឹងទិន្នន័យទាំងអស់វាលោតទៅខាងលើហើយអញ្ចឹងគាត់អាចចុចតែប៊ូតុងមួយទេគឺកាហ្វេហើយនឹងកែវវាធ្លាក់មកឆុងខ្លួនឯងលឿនទេបងទៅខ្ញុំទិញមិញចុចមិញដូចជាទៅ5វិនាទីបានកាហ្វេមួយពែងហើយឆ្ងាញ់ឡើងមែនតើចុះពាក់ព័ន្ធជាមួយនឹងអតិថិជនបើសិនជាគាត់ចង់ទិញទូកាហ្វេនឹងយកទៅបើកដំណើរការអាជីវកម្មគាត់ពាក់ព័ន្ធមួយផលចំណេញតើវាមិនដែរបងទូកាហ្វេនេះគាត់ចំណេញបើយើងកណនីជារួមទៅគាត់ចំណេញបានរហូតដល់ 50% ឯណោះ 50% មានន័យថាមួយកែវយើងអាចលក់ 2000មួយកែវ 2000បាទមួយកែវ 2000យើងចំណេញបាន 1000 រៀលបើយើងផាត់ថ្លៃកាហ្វេថ្លៃភ្លើងថ្លៃទឹកអីចឹងណាអញ្ចឹងចំណេញបាន 1000 រៀលអញ្ចឹងមួយថ្ងៃបើសិនជាពុកម៉ែបងប្អូនលក់បានត្រឹមតែ40កែវទេចំណេញសុទ្ធបានរហូតដល់ $10 មួយថ្ងៃ$10មួយថ្ងៃ$10អូអញ្ចឹងមួយខែ$300ហើយបាទមួយខែបានរហូតដល់$300បាត់ទៅហើយអានេះជាការកណនីមធ្យមទេអូខេអញ្ចឹងបានន័យថាអតិថិជននៅពេលដែលគាត់ទិញទូនឹងទៅងាយស្រួលខ្លាំងមែនតើមិនបាច់ចាំគាត់មកអង្គុយគិតថាឥឡូវគាត់ត្រូវផាត់ថ្លៃចំណាយអស់ប៉ុន្មានចំណេញប៉ុន្មានអញ្ចឹងគឺបងគិតជូនគាត់ឲ្យស្រាប់អញ្ចឹងគាត់ទិញទៅដឹងតែដាក់ឲ្យប្រលុយហ្មងបាទយើងកណនីជូនគាត់ទាំងអស់ទាំងបងខ្ញុំឃើញលក្ខណៈពិសេសមួយទៀតហ្នឹងគឺខ្ញុំឃើញមាន app អញ្ចឹងចំពោះ app ហ្នឹងអត្ថប្រយោជន៍របស់វានៃការប្រើប្រាស់ហ្នឹងមិនដែរបង app ហ្នឹងគឺពិសេសខ្លាំងមែនតើនៅពេលដែលពុកម៉ែបងប្អូនមានទូកាហ្វេនេះមួយពុកម៉ែបងប្អូនមាន app ហ្នឹងគ្រប់គ្រងទូកាហ្វេហ្នឹងតែម្ដងមានន័យថារាល់ប្រតិបត្តិការដែលគាត់ទិញមានន័យថាតេជុំគាត់ទិញម៉ាស៊ីនកាហ្វេហ្នឹងគាត់ទិញកាហ្វេមិនមែនម៉ាស៊ីនទិញកាហ្វេហ្នឹងចូលទៅលុយទាំងអស់នឹងរត់ចូលទៅ app ដែលជាម្ចាស់ទូគាត់អាចឃើញលុយចូលគេហៅ real time ហ្នឹងតែម្ដងហើយគាត់អាចបញ្ជាបិទទូពីចម្ងាយទៀតបញ្ជាបិទទូពីចម្ងាយបានទៀតបញ្ជាបិទពីចម្ងាយបានទៀតហើយមិនត្រឹមតែប៉ុណ្ណោះគាត់អាចបញ្ជាលាងបានផងដែរតាមរយៈ app របស់គាត់អូបាទធ្វើអញ្ចឹងបានទៀតលុយមែនបងបាទអូខេបងទាំងអស់គ្នាតែគេថាគ្រាន់តែម្ចាស់ទូគាត់មាន app ហ្នឹងមួយគឺគាត់អាច control ទូហ្នឹងពីចម្ងាយបានហ្មងដែលអត់ចាំបាច់គាត់ទៅមើលការខុសត្រូវខ្លួនឯងទៅលាងខ្លួនឯងស្រួលខ្លាំងមែនតើបាទមួយវិញទៀតបងបើសិនជាអតិថិជនគាត់ទិញទូហ្នឹងយកទៅនៅពេលដែលវត្ថុធាតុដើមដូចម្សៅកាហ្វេដូចអីអស់កែវអីអាហ្នឹងគាត់ត្រូវធ្វើម៉េចទេបងចំពោះពេលដែលគាត់ទិញទៅគាត់អស់ម្សៅកាហ្វេអញ្ចឹងគាត់អត់ចាំបាច់បារម្ភទេខាងយើងគឺជាអ្នកគ្រប់គ្រងទៅលើម្សៅកាហ្វេហើយកែវហ្នឹងតែម្ដងដោយសារតែប្រភេទម្សៅគឺជាប្រភេទម្សៅរបស់វាតែម្ដងជាប្រភេទម្សៅដែលស្តង់ដារបំផុតហើយមានរសជាតិឆ្ងាញ់និងជួយដល់សុខភាពគាត់ទៀតព្រោះប្រភេទម្សៅជាប្រភេទដែលមានកាឡូរីដែលទាបបំផុតបាទហើយរសជាតិរបស់វាមានន័យថាมันផ្អែមពេកហើយក៏វាមិនសាពេកដែរអញ្ចឹងគឺរសជាតិស្តង់ដារសម្រាប់មនុស្សទូទៅតែម្ដងចឹងមិនន័យថាក្មេងទូចក៏គាត់អាចញ៉ាំបានដោយសារខ្ញុំឃើញទូនេះដូចមិនមែនមានតែកាហ្វេទេបងខ្ញុំឃើញមានទឹកដោះគោមានអូវ៉ាន់ទីនមានអីច្រើនណាស់តែជា6មុខទេបងបាទ6មុខតាមពិតម៉ាស៊ីនកាហ្វេនេះវាឈ្មោះថាម៉ាស៊ីនកាហ្វេក៏ពិតមែនប៉ុន្តែនៅក្នុងម៉ាស៊ីនកាហ្វេហ្នឹងវាមានតាំងពីfresh meal តាំងពីកាកាវអូវ៉ាន់ទីនហ្នឹងមានតាំងពីម៉ូកាអញ្ចឹងមានរហូតដល់6មុខឯណោះអញ្ចឹងក្មេងៗគាត់អាចញ៉ាំបានតែ10គូស្រស់ហើយនឹងកាកាវបានអូខេអញ្ចឹងបានន័យថាទូនេះអាចចាប់អតិថិជនបានច្រើនណាស់មែនតើក្មេងក៏បានចាស់ក៏បានបងខ្ញុំចង់ឲ្យបងជួយ recommend ទៅកាន់អតិថិជនដែលគាត់ចង់បានទូនឹងយកទៅធ្វើអាជីវកម្មណាតើទីតាំងណាដែលសមប្រកបហើយរបៀបថាដាក់ទៅដំណើរការល្អបងទីតាំងនិយាយជារួមទៅទីតាំងដែលល្អបំផុតទីតាំងដែលមានមនុស្សចេញចូលច្រើនបងប្អូនមនុស្សដើរកាត់ច្រើនហើយទីតាំងដែលដំណើរការ24ម៉ោងប៉ុន្តែនៅក្នុងនោះទីតាំងទី1ដែលពិសេសជាងគេគឺសាលារៀន
បាទសាលារៀនដោយសារតែមានគ្រូមានសិស្សអញ្ចឹងទៅគាត់បាទគាត់អាចញ៉ាំបានសាលារៀនហើយទី2ស្ថាប័នរដ្ឋធនាគារព្រោះនេះយើងទូកាហ្វេនេះយើងដាក់នៅក្នុង indoor បាទធនាគារអីហ្នឹងគាត់អាចប្រើប្រាស់ទូកាហ្វេនេះបានចឹងបានថាគាត់អាចទិញដាក់នៅតាម office តាម office ពិសេស office ទាំងតែម្ដងអូខេដោយគាត់អត់ចាំបាច់ត្រូវការទិញកាហ្វេជូនបុគ្គលិកទេអញ្ចឹងគាត់មានម៉ាស៊ីនកាហ្វេនេះមួយវាមានទាំងកែវមានទាំងកាហ្វេជូនបុគ្គលិកផ្ទាល់តែកាត់បន្ថយការចំណាយរបស់បុគ្គលិកបានច្រើនទៀតទៅ sale ខ្លាំងមែនតើបងប្អូនទាំងអស់គ្នាមួយទៀតបងពាក់ព័ន្ធជាមួយការធានាខ្ញុំចាប់អារម្មណ៍ហើយប៉ុន្តែខ្ញុំនៅឆ្ងល់ពាក់ព័ន្ធមួយការធានាមួយទៀតតែខាងបងមានការធានាទៅកាន់អតិថិជនអត់ទេបងចំពោះការធានាពុកម៉ែបងប្អូនអត់ចាំបាច់បារម្ភទេព្រោះម៉ាស៊ីននេះគឺយើងផ្គុំឡើងដោយខ្លួនឯងដែលយើងមានគ្រឿងបន្លាស់ទាំងអស់អញ្ចឹងខូចកន្លែងណាគឺយើងធ្វើបានកន្លែងហ្នឹងហើយ free សេវាកម្មទាំងជួសជុលទាំងគ្រឿងបន្លាស់ free ជារៀងរហូតអត់មានដែនកំណត់ទេបានន័យថា free ទាំងសេវាកម្មជួសជុលហើយ free ទាំងគ្រឿងបន្លាស់ទៀតហើយ free ជួសជុលរហូតបាទ Oh my god ហ្នឹងហើយបងខ្ញុំមានសំណួរមួយទៀតសំណួរចុងក្រោយចង់សួរបងពាក់ព័ន្ធជាមួយនឹងទូកាហ្វេហ្នឹងណាតើតម្លៃទូកាហ្វេហ្នឹងមានតម្លៃប៉ុន្មានហើយមានលក្ខខណ្ឌក្នុងការទិញអាចស្រួលឲ្យភ្ញៀវបានមិនខ្លះទូកាហ្វេនេះតម្លៃរបស់វាពេញ 1,500 ហើយបងប្អូនទាំងអស់គ្នាក៏មានបើខ្វះលទ្ធភាពក៏អាចបង់រំលោះបានដែរអូអាចបង់រំលោះបានទៀតបងប្អូនបាទអញ្ចឹងគាត់មានត្រឹមតែ$500គាត់អាចជាម្ចាស់ទូនេះបានហើយអញ្ចឹងសល់ប្រហែលខែទៀតគាត់អាចរំលោះបានរយៈពេល1ឆ្នាំហើយនោះអូល្អខ្លាំងមែនតើបងប្អូនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានចំណាប់អារម្មណ៍ចង់វិនិយោគទៅលើទូកាហ្វេស្វ័យប្រវត្តិនេះចំណាយតិចហើយទទួលបានផលចំណេញមួយដែលល្អខ្លាំងមែនតើហើយចំពោះគោលការណ៍នៃការទិញនៃការរំលោះក៏ល្អដូចគ្នាអញ្ចឹងដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានស្ដាប់ពីការរៀបរាប់របស់បងប្រុសពិសិដ្ឋរួចហើយពាក់ព័ន្ធជាមួយនឹងទូកាហ្វេស្វ័យប្រវត្តិមួយនេះទាំងសេវាកម្មទាំងតម្លៃនិងការធានាគឺល្អខ្លាំងមែនទែនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានចំណាប់អារម្មណ៍ចង់វិនិយោគទៅលើទូកាហ្វេមួយនេះគឺកាន់តែងាយស្រួលដោយសារអត់ចាំបាច់ប្រើកម្លាំងមនុស្សមកពិបាក control វាទេគឺវាធ្វើការដោយខ្លួនឯងអញ្ចឹងជាចុងក្រោយខ្ញុំសូមជូនពរឲ្យបងពិសិដ្ឋហើយនឹងក្រុមហ៊ុនស្អាតទាំងមូលទទួលបានជោគជ័យនៅក្នុងការងារហើយអាចបង្កើតនៅផលិតផលថ្មីជាច្រើនថែមទៀតដោយសារតែខ្ញុំឃើញទូកាហ្វេនេះគឺស្នាដៃរបស់កូនខ្មែរយើងជាអ្នកបង្កើតផ្ទាល់តែម្ដងអញ្ចឹងគឺខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងចូលរួមគាំទ្រផលិតផលរបស់ខ្មែរយើងទាំងអស់គ្នាចា៎សូមអរគុណសូមជម្រាបលា